គុណបុណ្យខ្មោចពោជ័យនៅក្នុងជនបទដាច់ស្រយាលមួយមានកំឡុងម្នាក់ឈ្មោះស៊ីមបានលងស្នេហ៍ជាមួយនឹងក្រមុំម្នាក់ឈ្មោះដួងនៅឯចុងភូមិកំឡោះស្រុកស្រែម្នាក់នេះតែងតែមករកក្រមុំដួងជានិច្ចមិនថាពេលយប់ឬពេលថ្ងៃនោះទេឲ្យតែនឹកចង់ទៅរកគេភ្លាមយប់មួយជាយប់ថ្ងៃ15កើតនៃចាស់បុរាណក៏តែនិយាយគ្នាថាជាយប់លេងខ្មោចប៉ុន្តែទោះជាលេងខ្មោចលេងព្រាយអីក៏ដោយក៏កំឡោះស៊ីមមិនចាប់អារម្មណ៍ដែររឿងដែលគេចាប់អារម្មណ៍នោះគឺជានាងដួងសង្សារបណ្ដោចិត្តស្រស់ស្អាតតែម្នាក់គត់របស់គេយប់នោះក្រោយពីងូតទឹកងូតភក់ហូបបាយហូបទឹករួចហើយនាយកំឡោះស៊ីមរៀបចំខ្លួនចេញពីផ្ទះតម្រង់ទៅកាន់ផ្ទះស្រីស្រស់បណ្ដោចិត្តនៅចុងភូមិចម្ងាយប្រហែលជាជាង2គីឡូម៉ែត្របង្កប់ដោយក្តីរំភើបថានឹងបានជួបនាងក្នុងរាត្រីខែភ្លឺដ៏ត្រកាលនេះជាមិនខានមុនពេលចេញដំណើរស៊ីមបានយកអាវុធតាមរបៀបអ្នកស្រែចម្ការទៅជាប់ខ្លួនជាមួយផងដែរនោះគឺជាដាវដួងច័ន្ទពណ៌ស្លាទុំកំពុងតែបន្លឺគ្រឿងនៅលើចុងឈើទិសខាងកើតចែងចាំងពន្លឺគ្របដណ្ដប់ផ្ទៃដីស្រែដែលទើបនឹងច្រូតកាត់ដូចថ្មីនៅសល់តែគោចិញ្ច្រាំងមើលទៅឃើញរាបស្មើដោយកម្រាលព្រំនីស៊ីមដើរស្ទុងតាមផ្លូវរទេះកាត់វាលស្រែដៃឆ្វេងកាន់ដាវដៃស្ដាំបៀតបារីជក់ចោលពន្លឺក្រហមព្រាកសែងផុលយ៉ាងមានសេចក្តីសុខដើរទៅបានពាក់កណ្ដាលផ្លូវគេអាចមើលឃើញដំបូលផ្ទះរបស់នាងក្រមុំដួងស្ទុងដោយសារពន្លឺព្រះច័ន្ទភ្លាមនោះស្រាប់តែមានសំឡេងឆ្កែលូដោយគ្មានហេតុផលសំឡេងឆ្កែមិនមែនចេញពីក្នុងភូមិទេប៉ុន្តែជាសំឡេងលូនៅកណ្ដាលវាលស្រែទៅវិញនីស៊ីមខំប្រឹងងាករមើលតាមរយៈសំឡេងនោះតែមិនឃើញរូបរាងរបស់ឆ្កែសោះគេគិតក្នុងចិត្តម្នាក់ឯងថាកណ្ដាលវាលស្រែគ្មានផ្ទះមួយខ្នងផងឆ្កែនឹងវាមកពីណាប្រសិនបើអ្នកខ្លះវិញប្រហែលជាត្រូវព្រឺរោមបាសសក់ព្រាតទៅហើយព្រោះគេតែនិយាយថាឆ្កែវាលូព្រោះវាបានឃើញខ្មោចប៉ុន្តែនេះជានាយស៊ីមគេជាកំឡោះមិនមែនចេះខ្លាចខ្មោចឬព្រាយបិសាចនោះទេជើងពីររបស់គេនៅតែបន្តបោះជំហានទៅជារឿយនៅមិនបានប៉ុន្មានទៀតទេនឹងដល់ផ្ទះនាងដួងហើយឆ្កែចង់លូឲ្យវាលូស្រេចតែវាទៅដើរទៅទៀតមិនទាន់បានប៉ុន្មានជំហានផងនាយស៊ីមក៏បានឃើញរាងស្ទុងរបស់នរណាម្នាក់អង្គុយបែរខ្នងឲ្យនៅលើដង្កត់ឈើក្បែរផ្លូវរទេះនាយទាញដាវចេញពីស្រោមយ៉ាងរហ័សតាមសញ្ជាតិញៀនក្នុងការប្រយ័ត្នខ្លួនដោយគិតក្នុងចិត្តថានរណាគេមកអង្គុយហាខ្យល់ហាសន្សើមទស្សនាដួងច័ន្ទអីកណ្ដាលវាលស្រែយ៉ាងនេះលួដើរទៅជិតដល់ទើបដឹងថានោះគឺជាស្រីព្រោះសក់វែងស្មើចង្កេះនាងអង្គុយថ្មឹងបែរខ្នងដោយរូបចម្លាក់នាយស៊ីមចោលកន្ទុយបារីក្បែរផ្លូវរទេះយកកែងជើងជន់ពន្លត់កំទេចភ្លើងហើយបញ្ចេញសំឡេងក្រហមមុននឹងសួរថាណែប្អូនស្រីមកអង្គុយធ្វើអ្វីនៅទីនេះនាងម្នាក់នោះបែរមកឆ្លើយដោយសំឡេងវែងថាមកចាំជួបបងឯងនឹងឆ្លើយហើយក៏ក្រោកពីដង្កត់ឈើមកឈរលើផ្លូវរទេះស្ទាក់មុខនាយស៊ីមនិងស្រីចម្លែកម្នាក់នោះឈរទល់មុខគ្នាចម្ងាយមួយហត្ថប៉ុណ្ណោះនាយកំឡោះហាក់ដូចជាស្លុតវិញ្ញាណបន្តិចនៅពេលដែលឃើញស្រីស្រស់ដូចទេពកញ្ញាឈរស្ទាក់មុខយ៉ាងប្រហើននាកណ្ដាលព្រៃយ៉ាងដូចនេះនាយខំតាំងចិត្តជាថ្មីរួចសួរបន្តថាណែបងស្រីនាងប្រាប់ថានាងមករងចាំជួបខ្ញុំតើចាំជួបខ្ញុំធ្វើអ្វីនាងជានរណាមកពីណាខ្ញុំមិនដែលស្គាល់នាងទេក្រមុំយាមវិកាលបោះដៃមកចំពីមុខនាយស៊ីមហើយនិយាយថាសុំបារីមួយដើមសិនសុំយើងនឹងប្រាប់នាយស៊ីមគិតក្នុងចិត្តស្រីនេះជាស្អីមកពីណាដែរនាយមើលមុខនាងបណ្ដើ
ដៃរាវលូកយកកញ្ចប់បារីចេញពីហោប៉ៅបណ្ដារួចដកមួយដើមហុចទៅឲ្យនាងទទួលយកដាក់បៀមក្នុងមាត់រួចហើយបកដៃធ្វើជាសញ្ញាឲ្យនាយកំឡោះអុជបារីឲ្យនាងបឺតបារីចូលទៅក្នុងមាត់យ៉ាងវែងទើបបង្ហុយចេញមកផ្សែងទ្រប់ដូចផ្សែងភ្លើងគប់នាយស៊ីមសួរបន្តថានាងនៅក្រមុំអីចឹងចេះជក់បារីដែរនាងសើចកាច់កមុននឹងឆ្លើយថាកាលពីមុនមិនចេះជក់ទេប៉ុន្តែដោយសារមានមនុស្សចេះតែយកមកសែនញឹកញាប់ពេកយូរខ្ញុំក៏ញៀនទៅនាយស៊ីមថយក្រោយមួយជំហានភ្ញាក់នឹងសម្ដីមួយម៉ាត់ដែលនាងថាមានមនុស្សយកមកសែនទើបសួរនាងថានាងនិយាយថាមានគេយកមកសែនយ៉ាងម៉េចតើនាងជាស្អីហើយប្រាប់ខ្ញុំបានឬនៅថានាងមករកចាំខ្ញុំធ្វើអ្វីនាងយាមវិកាលចង្អុលទៅដើមជ្រៃធំកណ្ដាលវាស្រែហើយប្រាប់ថាខ្ញុំនៅទីនោះជាង200ឆ្នាំមកហើយនរណាមានរឿងអ្វីតែងតែបន់ស្រន់ឲ្យខ្ញុំជួយពេលខ្ញុំជួយសម្រេចគេក៏នាំយកសំណែនផ្សេងមកលាបំណន់ក្នុងនោះខ្ញុំចូលចិត្តបារីជាងគេបំផុតនិយាយបានប៉ុណ្ណោះនាងក៏បងអង្គបឺតថ្នាំមួយហឺតទៀតចំណែកនាយស៊ីមវិញគេបានយល់ច្បាស់ថានាងជាខ្មោចកាន់ដើមពោធិ៍ជ្រៃនោះឯងខ្ញុំមករងចាំបងក៏ដើម្បីប្រាប់ថាថ្ងៃនេះបងកុំទៅរកដួងអីហេតុអ្វីដួងជាស្រីស្អាតបរិសដែលលងស្នេហ៍ជាមួយនាងក៏មានច្រើនអ្នកណាស់ដែរមិនមែនមានតែបងឯងនោះទេក្នុងនោះក៏មានកូនប្រធានភូមិម្នាក់ដែរដែលស្រឡាញ់នាងដួងប៉ុន្តែនាងដួងមានបេះដូងតែមួយសម្រាប់តែបងម្នាក់ប៉ុណ្ណោះយប់នេះឯងកូនប្រធានភូមិនាំដៃជើងរបស់វាទៅពួនចាំស្ទាក់សម្រាប់បងនៅត្រង់ផ្លូវចូលផ្ទះដួងប្រសិនបើបងទៅឯងនិងកូនចៅរបស់វានឹងសម្លាប់បងយ៉ាងពិតប្រាកដខ្ញុំដឹងថាបងមិនខ្លាចប៉ុន្តែបងតែម្នាក់ឯងទោះជាបងគូកែយ៉ាងណាក៏ដោយបើម្ខាងណាច្រើនជាងម្ខាងនោះប្រកាសជាឈ្នះបងជឿខ្ញុំចោះកុំទៅអីនាំគ្រោះថ្នាក់បងនិងដួងជាគូនឹងគ្នាត្រូវតែបានរៀបការជាមួយគ្នាយ៉ាងពិតប្រាកដខ្ញុំឃើញបងជាមនុស្សល្អទើបខ្ញុំមកប្រាប់ខ្ញុំទៅសិនហើយរាងកាយរបស់ស្រីយាមវិកាលបាត់ខ្លួនទៅវិញព្រមជាមួយនឹងសូរឆ្កែលូនាយស៊ីមបែរមុខទៅរកដើមពោធិ៍ជ្រៃលើកដៃប្រណម្យពោលពីអរគុណមិនគួរឲ្យជឿក៏ត្រូវតែជឿក្រោយមកនាយស៊ីមក៏បានរៀបការជាមួយនឹងនាងដួងយ៉ាងពេញចិត្តពួកគេនឹកដល់គុណអ្នកថែរក្សាដើមពោធិ៍ព្រមទាំងបានចំណាយធនធានធ្វើជាកូនខ្ទមមួយយ៉ាងសង្ហាក្រោមដើមពោធិ៍ជ្រៃធំនោះនឹងបានទិញរបស់របរមកសែនឲ្យជាប្រចាំជាពិសេសគឺបារីរឿងភ្នាល់គ្នារឿងខ្មោចមានក្មេងៗ 4-5 នាក់ជាសិស្សលោកនៅវត្តមួយដែលពេញទៅដោយកន្លែងកប់ខ្មោចដែលត្រូវយកទៅកប់ទីនោះមានទាំងឈឺស្លាប់ចាស់ស្លាប់និងស្លាប់តៃហោងដែលធ្វើឲ្យសិស្សលោកខ្លះខ្លាចមិនហ៊ានចេញពីវត្តទៅណាពេលយប់ឡើយប៉ុន្តែមានក្មេងវត្ត3ឬ4នាក់ផ្សេងទៀតដែលមិនខ្លាចខ្មោចតែងតែប្រកែកគ្នាជាមួយនឹងក្មេងវត្តដែលខ្លាចថាតើខ្មោចមានឬមែនក៏អត់អ្នកដែលខ្លាចខ្មោចនិយាយថាប្រកាសជាមានចំណែកឯក្មេងវត្តដែលមិនខ្លាចខ្មោចប្រឆាំងវិញថាខ្មោចវាគ្មានទេនៅលើโลกនេះក្មេងៗវត្តទាំងអស់នោះតែនាំគ្នាជជែកតែពីរឿងមានខ្មោចនិងអត់ខ្មោចរាល់ថ្ងៃរហូតដល់ពួកគេមិនអស់ចិត្តរៀងខ្លួនក៏កើតគំនិតមួយចង់ពិសោធន៍រកការពិតក្នុងការពិសោធន៍នោះពួកគេក៏មានភ្នាល់ដាក់ជាលុយថែមទៀតផងគឺថាប្រសិនបើខាងណាចាញ់ត្រូវអស់លុយម្នាក់ 1000 រៀលពេលដែលយល់ព្រមគ្នារៀបរយហើយយប់នេះគេរងចាំព្រះសង្ឃសូត្រមន្តចប់និងនិមន្តឡើងគុតអស់ពួកក្មេងវត្ត 4 នាក់បាននាំគ្នាសម្ដៅទៅវាលកប់ខ្មោចតែពេលនោះម៉ោងប្រហែលជាង10ហើយលក្ខខណ្ឌរបស់ពួកគេគឺគេឲ្យអ្នកដែលនិយាយថាខ្មោចមិនមាននៅក្នុងលើโลกនេះ
យកដុំថ្មក្រវែងទៅលើភ្នំខ្មោចហើយត្រូវស្រែកថាខ្មោចអើយនៅឯណាចេញមកវើយរួចហើយឲ្យឈរបាយខ្នងដាក់ភ្នំខ្មោចចំណែកឯ3នាក់ទៀតក៏ស្រែកឡើងព្រមគ្នាថាអេខ្មោចងាប់ខ្មោចតៃហោងចេញមកវើយអើនក្បាលចេញមកវើយក្រោយពីស្រែករួចហើយអ្នកទាំង3ត្រូវរត់ទៅវត្តវិញទុកឲ្យអ្នកមិនខ្លាចខ្មោចនៅម្នាក់ឯង10នាទីគេធ្វើដូច្នេះ3ថ្ងៃលុះដល់ថ្ងៃទី3គឺជាថ្ងៃសិល15កើតអ្នកទាំង4ក៏មកធ្វើពិធីរបស់ពួកគេដោយសពដងតែយប់នេះអ្នកដែលក្រវែងដុំថ្មគប់ភ្នំខ្មោចត្រូវឈរនៅទីនោះឲ្យយូរបន្តិចចំណែក3នាក់ទៀតរត់ទៅវត្តរងចាំលទ្ធផលពេលក្មេងវត្តចិត្តហ៊ានបង្កចំនួនជាមួយខ្មោចមកដល់ភ្នំខ្មោចហើយក៏សម្លឹងរកមើលដុំថ្មរួចចាប់ក្រវែងទៅលើភ្នំខ្មោចស្រែកថាខ្មោចអើយខ្មោចតៃហោងចេញមកវើយអញចង់ឃើញណាស់ពេលដែលស្រែកហើយក៏ឈោបាយខ្នងដាក់ភ្នំខ្មោចដូចពីដំបូងដែរប៉ុន្តែយប់នេះក្រៅពីស្ងាត់ខុសពីធម្មតាស្រាប់តែសុកសូរសំឡេងក្អែកក៏លាន់ឮឡើងកាកថែមទៀតក្មេងវត្តចិត្តហ៊ានអោនក្បាលចុះសម្លឹងតាមចន្លោះជើងរបស់គេមើលទៅភ្នំខ្មោចពេលនោះគេក៏ឃើញរបស់ដែលគេមិនធ្លាប់ឃើញតាំងពីមុនមកធ្វើឲ្យចិត្តរបស់គេញាប់ញ័រជាពន់ពេកគេបានឃើញមនុស្សខ្លះអង្គុយខ្លះឈរពាសពេញភ្នំខ្មោចមានខ្លះបកដៃហៅគេឲ្យចូលទៅរកនិងអ្នកខ្លះទៀតកំពុងតែដើរមករកគេទាំងមុខមាត់គួរឲ្យខ្លាចនិងជះក្លិនស្អុយចង្កួតដល់ពេលនេះក្មេងវត្តចិត្តក្លាហានដឹងភ្លាមថាអ្វីដែលវាបានឃើញពេលនេះគឺគ្មានស្អីក្រៅពីខ្មោចដាក់ស្រអោទេក្មេងវត្តចិត្តក្លាហានព្យាយាមងើបមុខឡើងតែវាងើបមិនរួចសោះដូចជាមានអ្វីមកសង្កត់កជាប់ប្រងតែស្រែកហៅគេឲ្យមកជួយតែស្រែកមិនរួចភ្នែកវានៅតែសម្លឹងឃើញច្រមុះធំក្លិនស្អុយចង់ដាច់ខ្យល់ស្លាប់ហើយខ្លាចក៏ខ្លាចទៀតហ្វូងខ្មោចកាន់តែដើរមកជិតបន្តិចម្ដងឃើញទឹកឈាមនិងទឹកលឿងហូរស្រោចស្របពាសពេញដងខ្លួនមុននឹងវាដួលសន្លប់ក្មេងចិត្តក្លាហានចាំបានជាប់នឹងភ្នែកថាឃើញជើងខ្មោចមានតែឆ្អឹងសស្គុះឈោប្រងព្រាតក្បែរខ្លួនវាព្រមទាំងសាច់លាន់ត្រហឹងអាប់ពេលដឹងស្មារតីឡើងវិញនៅម៉ោង12វាបើកភ្នែកព្រឹមឃើញព្រះសង្ឃព្រមទាំងក្មេងវត្តជាច្រើននាក់ឈរចោមរោមមើលមកវាម្ដងនេះវាអស់ទាំងលុយភ្នាល់ 1000 រៀលថែមទាំងភ័យតតែសន្លប់ថែមទៀត